សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកវិញហើយជាមួយនឹងវីដេអូថ្មីខ្ញុំខានចេញវីដេអូយូរហើយលើកនេះខ្ញុំចេញមកនិយាយអំពី sunscreen ដែលខ្ញុំកំពុងតែប្រើនេះពីរនេះអ្នកទាំងអស់គ្នាស្បែកមុខខ្ញុំលក្ខណៈស្បែកមុខប្រេងហើយរុនយើធំរុនរុំធំដូចអ្នកទាំងអស់គ្នាបានឃើញហើយណាហើយអានេះគឺជាស្បែកមុខដែលខ្ញុំបានប្រើជាមួយនឹង Beauty of Joseon ហើយណាអានេះគឺសម្រាប់ស្បែកមុខដែលមានប្រេងច្រើនហើយអានេះគឺខ្ញុំដោយសារតែខ្ញុំទិញមកហ្នឹងគឺវាលក្ខណៈដូចថាប្រើអត់ត្រូវជាមួយនឹងស្បែកមុខខ្ញុំទេដោយសារតែវាប្រើទៅវាបតាចង់និយាយថាវាវាយខាស់វាមើលប្រើទៅវាសសម្រួលពេញផ្ទៃមុខហ្មងខ្ញុំប្រើនេះអត់កើតអញ្ចឹងខ្ញុំក៏បានព្រឹកមិញនេះខ្ញុំក៏បាននេះស្បែកមុខហ្នឹងគឺខ្ញុំបានប្រើប្រាស់ជាមួយនឹង sunscreen ពីរនឹងរួចហើយគឺខ្ញុំប្រើមិនខ្ញុំដាក់វីដេអូឲ្យអ្នកនរគ្នាមើលគឺវីដេអូក្នុងអា short story ហ្នឹងណាចាគឺវីដេអូហ្នឹងគឺខ្ញុំបានប្រើដំបូងខ្ញុំបានប្រើជាមួយនឹង Anison Beauty of Joseon first layer master សិនខ្ញុំទុកវាឲ្យរៀងស្ងួនបន្តិចហើយខ្ញុំចាប់ផ្ដើមប្រើនេះឃើញអ្នកនរគ្នាខ្ញុំបានប្រើឥឡូវប្រហែលជាបាន3ម៉ោងហើយស្បែកមុខខ្ញុំគឺបែបហ្នឹងបានន័យថាខ្ញុំអាចប្រើពីរនេះបានប៉ុន្តែខ្ញុំអត់មិនចូលគ្នាទេគឺខ្ញុំប្រើអានេះមុនហើយទៅតមកខ្ញុំប្រើនេះដោយសារតែខ្ញុំលក្ខណៈថាអត់ចង់ទុកអានេះចោលអត់ប្រយោជន៍អញ្ចឹងប្រើអានេះដែរទៅជាមួយខ្ញុំលាបពីលើទៀតឲ្យអ្នកនរគ្នាមើលគឺវាសស្រួលបែបនេះអានេះគឺ skin 1004វារៀងសលើមុខខ្ញុំពេកហើយបើស្បែកមុខខ្ញុំលក្ខណៈថាបើខ្ញុំប្រើហើយលើមុខហើយខ្ញុំដាក់អាហ្នឹងទៅគឺវាលាបធ្លាក់អត់ចូលគ្នាមួយទេនេះស្បែកមុខខ្ញុំមានខ្លាញ់ទៅបានជាពុកខ្ញុំ blend ចូលទៅវារៀងចូលហ្មងណាវាល្អម្យ៉ាងហើយខ្ញុំលាបទៅវាអត់មាន reaction អីណាsunscreen ខ្លះខ្ញុំប្រើអញ្ចឹងទៅ3-4ម៉ោងក្រោយខ្ញុំចាប់ផ្ដើមលក្ខណៈលំងាស់ពេញទៅមុខហើយអាហ្នឹងគឺខ្ញុំបោះចោលមកខ្ញុំហ៊ានប្រើទៀតទេណាអ្នកគ្នាបែបហ្នឹងស្បែកមុខខ្ញុំមានខ្លាញ់ផងមកខ្ញុំដាក់ទៅវាចូលណាបើពេលព្រលឹមឡើងខ្ញុំលាបហ្មងគឺវាអត់ចូលទេអ្នកគ្នាគឺសលើផ្ទៃមុខហ្មងនេះសាស្ត្រខ្ញុំប្រើមួយថ្ងៃថាទៅខ្ញុំត្រូវតែមានសាំគ្រីមប្រើហ្មងអត់ប្រើអត់កើតទេអ្នកនរគ្នាព្រោះអីខ្ញុំសាមក្រាស់ណាហ្នឹងហើយអញ្ចឹងស្បែកមុខគឺត្រូវតែប្រើសាំគ្រីមដាច់ខាតតែម្យ៉ាងគឺសំខាន់ណាខ្ញុំអត់មានជាប់ណាគឺអញ្ចឹងខ្ញុំគិតថាការប្រើសាំគ្រីមគឺវាសំខាន់មែនតើ